ប្រុសទើបតែដើរចេញពីរូងភ្នំស្រាប់តែឃើញមហាទេពពីររូបកំពុងប្រយុទ្ធគ្នាគាត់ភ័យស្លន់ស្លោក៏ប្រញាប់លាក់ខ្លួននៅពីក្រោយសពឃើញបច្ចេកទេសដាវរបស់ពួកគេពិតជាប៉ិនប្រសប់កម្លាំងរបស់ពួកគេក៏ប្រហាក់ប្រហែលគ្នាដែរតែពេលដែលពួកគេហោះហើរឡើងទៅលើបន្ទាប់ពីវាប្រហារគ្នាម្ដងនៅពាក់កណ្ដាលអាកាសស្រីសក់ស្រាប់តែមានអារម្មណ៍ថាកម្លាំងរបស់នាងមិនហូបនាងបានដឹងថាខ្លួនឯងត្រូវថ្នាំពោលយានយ៉ាងហឺគូសានាងទប់ទល់នឹងឥទ្ធិពលថ្នាំពោលរូតតចេញមួយជើងពេលនាងគិតចំចូលវាប្រហារគូប្រកួតក៏តដុំធ្ងន់ធ្ងរមួយមកនាងយកដាវកាត់ដុំធ្ងន់ធ្ងរនោះដែលជាពីគូប្រកួតវាប្រហារពេលនាងមិនទាន់ត្រៀមខ្លួនហើយតនាងឲ្យហោះទៀតចេញទៅស្រាប់តែប្រទេសឃើញក្មេងប្រុសដែលលាក់ខ្លួននៅពីក្រោយថ្មពេលនោះគូប្រកួតក៏វាប្រហារដាវមកម្ដងទៀតស្ត្រីនោះក៏បញ្ចេញកម្លាំងដល់ពីម៉ែនាងបានពីបរោះនោះហោះទៀតចេញទៅដល់បាតដៃខាងក្មេងប្រុសគិតចង់ឆ្លៀតឱកាសរត់គេចខ្លួនស្ត្រីសក់ស្បានយកដាវចង្អុលចំក្ររបស់គេពេលនោះនាងពិបាកទប់ទល់នឹងឥទ្ធិពលថ្នាំពោលនាងក៏បង្ខំក្មេងប្រុសឲ្យជួយបន្សាបថ្នាំពោលព្រឹកព្រលឹមក្មេងប្រុសគិតចង់រត់គេចខ្លួនពេលស្ត្រីនោះកំពុងដេកលក់តែត្រូវស្ត្រីនោះយកដាវគំរាមមកទៀតព្រោះនាងគាត់ថាគួរតែបំភ្លេចរឿងរ៉ាវដែលបានកើតឡើងនៅថ្ងៃនេះនាងបានវាគាត់ឲ្យសន្លប់ដោយបាតដៃខាងយុវជននោះញាក់ឡើងសាជាថ្មីស្ត្រីនោះបាត់ខ្លួនបាត់ទៅហើយចម្លែកត្រង់ថាគេមានអារម្មណ៍ថាមានកម្លាំងប្រាំមិនអស់គេបានសាកល្បងជំរុញកម្លាំងស្រាប់តែបានទម្លាយភ្លាមពីមនុស្សចេះជីនៅកម្រិត3នៃដែនជូយានក៏ត្រូវបានលើកកម្ពស់ដល់កម្រិត6នៃដែនជូយានតាមពិតយុវជននេះជាម្ចាស់វ័យក្មេងត្រកូលយ៉ាងត្រូវបានបងអូនរួមត្រកូលនេះគម្រោងមកកាច់បង្ខូចបោះចោលទៅក្នុងជួរភ្នំថៃឆាហើយបានធាក់ចូលទៅក្នុងបឹងទឹកកកបាត់ច្រឡំនោះទើបអាចរួចជីវិតមកដល់រូងភ្នំនេះបានប៉ុន្តែខណៈដែលគេនៅតែមិនយល់ថាហេតុអ្វីបានជាកម្រិតបណ្ដុះបណ្ដាលរបស់គេកើតឡើងភ្លាមឈាមនៅលើដៃរបស់គេបានស្រក់លើបណ្ដោះថ្មបៃតងដំណល់ត្រកូលហើយបានដូរទាញគេចូលទៅខាងក្នុងនៅខាងក្នុងលាក់ទុកទទេរបស់មេគម្ពីរដានដាវនិងមេគម្ពីរជុំដាវ500ឆ្នាំមុនមេគម្ពីរបានទទួលហាបធានយីហើយត្រូវបានឡំបោះសម្លាប់រលឹងទើបបានលាក់ខ្លួននៅក្នុងហាបធានយីនេះយុវជននោះបានរើបំរាស់ចេញពីហាបធានយីក៏ទទួលបានមរតកពីមេគម្ពីរគឺវិជាបណ្ដុះបណ្ដាលកម្រិតទេពហាបធានជឿគេបានជំរុញកម្លាំងនេះហើយចាប់ផ្ដើមបណ្ដុះបណ្ដាលពីកម្រិត6នៃដែនជូយានក៏បានឡើងបន្តដល់កម្រិត9នៃដែនជូយានឥឡូវនេះកម្លាំងបណ្ដុះបណ្ដាលរបស់គេបានឡើងដល់ពេលដែលគេត្រូវត្រឡប់ទៅសងសឹកហើយពេលត្រឡប់មកដល់ក្រុងភ្លាមគេក៏បានជួបនឹងជនដៃដល់ម្នាក់ដែលធ្លាប់ធ្វើបាបគេគឺស៊ីជីជីតែយុវជននោះលែងមែនជាមនុស្សឥតប្រយោជន៍ដូចពីមុនទៀតហើយគេបានចាប់បំបីកណ្ដាប់ដៃរបស់វារួចទេក៏វាមួយដៃយ៉ាងធ្ងន់រួចទាត់មួយជើងចំកន្លែងសំខាន់របស់វាហើយការសងសឹករបស់យុវជនម្នាក់នេះទើបតែចាប់ដើមបណ្ដោះពេលគេត្រឡប់ដល់ភូមិរាជក៏ទើបតែលាងសម្អាតខ្លួនបន្តិចបន្តួចឪពុករបស់ស៊ីជីជីក៏បានលើកកូនប្រុសរបស់ខ្លួនមកដល់មុខផ្ទះហើយថ្ងៃនេះបើឯងមិនប្រគល់វាចេញមកទេកុំបន្ទោសអញសៀវស៊ូមេងថាអញមិនគិតដល់រឿងពីមុនពេលដែលកូនឯងចេននៅត្រឹមតែកម្រិតជូយួនជីងទី3កូនប្រុសរបស់អញសៀវជីជីគឺនៅកម្រិតជូយួនជីងទី5កំពូលលោកសៀវស៊ូមេងលោកនិយាយថាកូនប្រុសរបស់ខ្ញុំវាកូនប្រុសរបស់លោកមែនទេលោកប្រកាសទេថាមិនបានលេងសើចជាមួយខ្ញុំដោយចាត់ទុកខ្ញុំសៀវឈៀនជាមនុស្សល្ងងនោះចេនឯងពិតជាបានវាសៀវជីជីឲ្យទៅជាបែបនេះមែនឬបាទខ្ញុំជាអ្នកវាតែវាជាអ្នកចាប់ដើមមុនខ្ញុំគ្រាន់តែការពារខ្លួនតែប៉ុណ្ណោះម្យ៉ាងទៀតនៅកន្លែងកើតហេតុក៏មានមនុស្សជាច្រើនបានឃើញផ្ទាល់ភ្នែកថាគ្រាន់តែក្មេងមាត់ដាច់ម្នាក់នេះដែលវាធ្វើបាបគេបំផ្លាញការពិតត្រូវតែធ្វើឲ្យដាវលីនពិការថ្ងៃនេះខ្ញុំក៏នឹងបំផ្លាញគេដែរបើឯងហ៊ានរារាំងខ្ញុំត្រកូលស៊ីវយាវទាំងពីររបស់យើងនឹងមិនឈប់ឈរនៅទីក្រុងហែនយ៉ាងនេះទេមិនអាចរួមជាមួយគ្នាបានឡើយលោកមេគ្រូសារឿងនេះគឺលោកយ៉ាងលីងឈឿនជាអ្នកបង្កតែលោកអៃដឺយល់ថាគួរតែឲ្យគេដោះស្រាយដោយខ្លួនឯងគ្រូសាយ៉ាងរបស់យើងមិនគួរបំពានច្រើនពេកទេខ្ញុំគិតថាលោកមហាអៃដឺនិយាយបានល្អលោកយ៉ាងលីងឈឿនក្នុងនាមជាម្ចាស់ក្មេងនៃត្រកូលយ៉ាងតែថ្ងៃធម្មតាបែរជាទំនេរទំនងមិនយកចិត្តទុកដាក់ការងារដែលបង្កបញ្ហាគ្រប់ទីកន្លែងលោកមេគ្រូសាលោកមិនអាចព្រោះតែគេជាកូនប្រុសរបស់លោកហើយឲ្យត្រកូលយ៉ាងទាំងមូលរបស់យើងរងការជាប់ពាក់ព័ន្ធបានទេគ្រប់គ្រាន់ហើយរឿងនេះគឺច្បាស់ណាស់ថាជារបស់ឯងរីឯអ្នកនោះវិញមានជំនាញមិនគ្រប់គ្រាន់ថែមទាំងហ៊ានបង្ករឿងកូនប្រុសខ្ញុំទៀតពីការក៏សមនឹងទទួលដែរទទួលលទ្ធផលដោយខ្លួនឯងអាចជន់ទុយឲ្យបើឯងពិតជាចង់ប្រឆាំងនឹងត្រកូលយ៉ាងរបស់យើងអីចឹងក៏មើលទៅជាកម្លាំងសង្កត់ខ្លាំងណាស់យ៉ាងទៅលីននេះតើគាត់នៅកម្រិតណាកម្លាំងខ្លាំងណាស់យ៉ាងទៅលីនខ្ញុំចង់ដឹងថាតើឯងអាចការពារគេបានដល់ពេលណាគេបានបំផ្លាញអនាគតខ្ញុំមិនអាចឲ្យចប់ដោយងាយបែបនេះទេឪពុកដែលការពារកូនជ្រុលបែបនេះខ្ញុំចូលចិត្តប្រមុខគ្រួសារបើខ្ញុំចាំមិនខុសទេយ៉ាងលីងឈិនអាយុ18ឆ្នាំហើយទើបតែគ្រប់18ឆ្នាំល្អណាស់តាមច្បាប់ត្រកូលប្រមុខគ្រួសារសៅពេលអាយុ18ឆ្នាំបើមិនអាចយកឈ្នះមិត្តភ័ក្តិចំនួនដូចគ្នាក្នុងត្រកូលបានទេក្រុមព្រឹទ្ធាចារ្យមានសិទ្ធិដកតំណែងប្រមុខគ្រួសារវ័យក្មេងរបស់គេខ្ញុំយល់ស្របនឹងគំនិតរបស់ព្រឹទ្ធាចារ្យធំយ៉ាងលីងឈិនគ្រប់18ឆ្នាំហើយគ្រាន់តែមានកម្លាំងកម្រិតទី3នៃជូយួនជីនប៉ុណ្ណោះពិតជាគ្មានលក្ខណៈសម្បត្តិគ្រប់គ្រាន់ដើម្បីបន្តធ្វើជារបស់ត្រកូលយ៉ាងរបស់